វីដេអូនេះគឺបង្ហាញពីការចែករំលែកនៅសេចក្តីល្អទៅក្នុងសង្គមដូច្នេះទស្សនិកជនអាចចូលរួមចែករំលែកបន្តនៅវីដេអូនេះបាននេះគឺជាសកម្មភាពចែកសៀវភៅប៊ិចដល់សិស្សានុសិស្សប្រមាណ350នាក់នៅថ្ងៃសៅរ៍3រោចខែមេឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី15ខែកុម្ភៈឆ្នាំ2025នៅវត្តចន្ទរាំងសីហៅវត្តកែងភូមិកំពង់ដឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពខេត្តក្រចេះក្នុងឱកាសបុណ្យមាឃបូជាដែលរៀបចំដោយព្រះសង្ឃវត្តកែងនិងអង្គការ WWF ក្រៅពីផ្សព្វផ្សាយអត្ថន័យនៃមាឃបូជាដោយព្រះសង្ឃវត្តកែងក្នុងនោះលោកពេជ្រ ងុនស្ឬមេឃុំជ្រោយបន្ទាយនិងមន្ត្រីរបស់អង្គការ WWF ព្រមទាំងមន្ត្រីមន្ទីរបរិស្ថានក៏បានបង្ហាញពីការអភិរក្សសត្វក្តាន់ក្នុងជម្រកសត្វព្រៃព្រែកប្រសពដែលជាសត្វកម្រស្ទើរផុតពូជផងដែរទន្ទឹមនឹងនោះក៏មានការសម្ដែងឈុតអប់រំខ្លីអំពីទំនួញសត្វក្តាន់ដែលសម្ដែងដោយក្រុមរបស់សហគមន៍ផ្ទាល់ដើម្បីឲ្យច្បាស់ថាអ្នកចូលរួមពិតជាទទួលបាននូវចំណេះដឹងនៅខាងចុងកម្មវិធីក៏មានវគ្គសំណួរចម្លើយព្រមទាំងបានរង្វាន់លើកទឹកចិត្តផងដែរចំពោះសៀវភៅប៊ិចសម្រាប់ចែកសិស្សានុសិស្សនោះមួយផ្នែកគឺបានមកពីអង្គការ WWF ហើយមួយផ្នែកទៀតគឺជាអំណោយរបស់សប្បុរសជនដែលបានចូលរួមតាមរយៈការអំពាវនាវរបស់ភិក្ខុសិរីប៉ាឡោយានសំណាងដែលជាចៅអធិការវត្តកែងក្នុងនោះអង្គការ WWF ក៏បានប្រគល់កូនឈើមួយចំនួនដល់លោកគ្រូលីចរិយានាយកវិទ្យាល័យជ្រោយបន្ទាយសម្រាប់ដាំនៅវិទ្យាល័យជ្រោយបន្ទាយទៀតផងនៅក្នុងពេលនេះផងដែរសូមអរព្រះគុណនិងអរគុណចំពោះសប្បុរសជនដែលបានចូលរួមសម្ភារៈសិក្សាសម្រាប់ចែកសិស្សានុសិស្សហើយក៏សូមប្រគេនជូននៅសេចក្តីល្អនេះដល់សប្បុរសជនទាំងអស់ព្រមទាំងទស្សនិកជនទាំងអស់ផងដែរសូមអរព្រះគុណនិងអរគុណណាស់សម្រាប់ការទស្សនានិងការចូលរួមចែករំលែកបន្តនៅវីដេអូនេះ